ជំរាបសួរលោកគ្រូខ្ញុំបាទសនរវិទ្យានេះដែរខ្ញុំមក demo វីដេអូតកតងនឹងការងារ midterm ទី1និយាយអំពី user management ទី1ខ្ញុំប្រើ command pwd ដើម្បីសូរឈ្មោះ user អូចុះ who am I pwd ហើយខ្ញុំប្រើ command មួយដើម្បីមើលឈ្មោះ list user របស់ខ្ញុំតែក៏កើតឡើងមក command cut slash etc slash ud តមកខ្ញុំចង់បង្កើត user ថ្មីមួយប្រើ command sudo user slash bin plus ឈ្មោះ user ឡើង sudo password for our mode ឥឡូវនេះខ្ញុំចង់ប្រើ command មួយដើម្បីសូរថា user ដែលខ្ញុំបង្កើតមិញវាបានអត់ etc slash ln បន្ទាប់មកខ្ញុំប្រើ command sudo ដើម្បីធ្វើការដាក់ password ឲ្យ user ឥឡូវខ្ញុំប្រើ command ដើម្បីធ្វើការ switch user su dot ln ហើយស្អត់ចូល su